មេរៀនមុនយើងគណនាប្របាបដោយប្រើបន្សំប៉ុន្តែមេរៀនលើកនេះប្រើបន្សំដែរតែផលគុណនៃបន្សំមានលក្ខណៈលំបាកជាងមេរៀនមុនបន្តិចអញ្ចឹងចង់ដឹងថាពេលណាគេប្រើផលគុណនៃបន្សំអញ្ចឹងយើងមើលឧទាហរណ៍ឥឡូវគ្រូមានឃ្លី5គ្រូមានឃ្លី5ឥឡូវគ្រូមានឃ្លីក្រហម3ឃ្លីក្រហម3ហ្នឹងគ្រូតាំងអក្សរតូចចុះ A B C អក្សរតូចចុះឃ្លីក្រហម3តាំងយ៉ាងចុះឃ្លីខ្មៅ2គ្រូតាំងដល់អក្សរ A ធំ B ធំអញ្ចឹងយើងមានឃ្លី5សរុបមាន5ក្រហម3ស2អញ្ចឹងសួរថាយើងមានចំណោទអ្វីចំណោទគេមើលចំណោទគេថាចាប់ឃ្លីម្ដង3ណាក្លុកចាប់ម្ដង3ដោយចៃដន្យចាប់ម្ដង3រោប្រូបាបដែលចាប់បានឃ្លីក្រហម2និងឃ្លីស1ចង់និយាយគេលូកទៅចាប់ម្ដង3ប៉ុន្តែគេចង់បានធ្វើម៉េចក្នុង3ហ្នឹងឲ្យបានក្រហម2ស1ធ្វើម៉េចបានក្រហម2ស1ក្នុងចំណោម3នេះធ្វើម៉េចបានក្រហម2ស1អញ្ចឹងសួរថាគេសង្ឃឹមប្រមាណភាគរយគេសង្ឃឹមប្រមាណភាគរយអញ្ចឹងមានតែគេរោប្រូបាបហើយសង្ឃឹមប្រមាណភាគរយគឺរោប្រូបាបចង់ដឹងថាសង្ឃឹមប្រមាណភាគរយទេគឺយើងធ្វើម៉េចចង់រោប្រូបាបគឺរោករណីអាចអញ្ចឹងក្នុងករណីអាចនេះយើងមើលឃ្លីប្រមាណឃ្លី5យើងយកប្រមាណយក3អញ្ចឹងយើងខ្ជិលពណ៌នាណាយើងខ្ជិលពណ៌នាយើងពណ៌នាច្រើនហើយយើងទុកចិត្តថាក្នុង5យក3គឺយើងប្រើបន្សំអីបន្សំ5យក3 5យក3ស្មើប្រមាណស្មើនឹង5 3 factorial 5ដក3 factorial ចឹងស្មើប្រមាណទៀតស្មើនឹងស្មើប៉ុណ្ណឹងតទៀតស្មើប្រមាណស្មើនឹង10អញ្ចឹងករណីអាចមាន10របៀបកាលណាឃ្លី5យើងចាប់យក3មាន10របៀបអញ្ចឹងគ្រូមិនបាច់រៀបរាប់ធាតុឲ្យមើលទៀតទេគឺយើងច្រើនដងហើយយើងជឿជាក់ថាបើរៀបរាប់ក៏ឃើញ10ដែរនេះគឺឃើញករណីអាចចុះករណីស្របមានប្រមាណរបៀបទៅករណីស្របមានប្រមាណរបៀបគឺយើងចង់បានឃ្លីក្រហម2និងស1អញ្ចឹងដើម្បីរោនេះគ្រូប្រើអីពណ៌នាធាតុគឺឲ្យឃើញជាក់ស្ដែងធាតុយ៉ាងម៉េចយើងមើលក្រហម2 AB ក្រហម2ហើយអញ្ចឹងខ្មៅ1គឺយក A នេះបាន1ឥឡូវមួយទៀត AC ក្រហម2ឥឡូវយកខ្មៅ1ទៅគឺ A ដែរ BC ក្រហម2យក A អញ្ចឹងយើងឃើញ3របៀបហើយក្រហម2ស1គឺ3របៀបឥឡូវតទៀត AB គូជាមួយ B ម្ដង BC គូមួយ B ម្ដង BC គូមួយ AC គូមួយ B អញ្ចឹងយើងគូកងទៅយើងឃើញ6របៀបអញ្ចឹងការនៃស្របមាន6របៀបប៉ុន្តែសួរថាយើងអត់ចង់ពណ៌នាទេយើងចង់គណនារោរូបមន្តគណនាតាមបន្សំតែម្ដងអញ្ចឹងយើងគិតយ៉ាងម៉េចក្នុងនេះគេថាយ៉ាងឃ្លីក្រហម2និងឃ្លីស1ឃ្លីក្រហម2សួរថាឃ្លីក្រហមមានប៉ុន្មានមាន3យើងចង់បានឃ្លីក្រហម2អញ្ចឹងយើងប្រើបន្សំ3យក2គ្រូបញ្ជាក់ម្ដងទៀតឃ្លីក្រហមមាន3យើងចង់បាន2យើងថា3យក2យើងប្រើបន្សំ3 2ចុះអាឃ្លីសមាន2តែយើងយក1អញ្ចឹងយើងប្រើបន្សំ2 1អញ្ចឹងយើងអាចយ៉ាងម៉េចយើងអាចគណនាតាមបន្សំដោយ3ក្នុងក្រហមឃ្លីក្រហម3យក2ឃ្លីស2យក1យើងប្រើផលគុណនេះតែយើងប្រើផលគុណតើវាស្មើប្រមាណយើងធ្វើលេខទៅយើងឃើញវាស្មើនឹង3 factorial នេះ3 factorial អានេះមកចេះ3 factorial 2 factorial 3ដល់2 factorial ចុះអានេះធ្វើអញ្ចឹងទៅឃើញ3 factorial 2 factorial 1 factorial 2ដក1 factorial ខ្វះហ្នឹងអញ្ចឹងយើងគណនាផលគុណគឺប្រមាណយើងចង់ដឹងគឺប្រមាណ
khứ anh ấy dương kia anh ấy tới anh ấy bay đỏ pi khứ mùi phạ tồi dễ mà nâng mùi bay sầm rùa mà anh ấy đó bay mà bị mùi con pi con bay anh ấy mùi con pi sầm rùa là sợ bay anh ấy pi đỏ mùi phạ tồi dễ mà nâng mùi chẳng là pi sau đó nó khứ của mùi chẳng ca kia anh ấy bẩn xăm đi có khứ của muối por anh ấy tặng óc có khứ của muối chẳng ngày cày bớ sân chia kỳ rốt probab nè probab để cái nào cái chắp klim đong bấy không nó miên đây miên kli của hòm pi nâng kli so muối chẳng những ai ta kli của hòm pi không cho nó man không cho nó bấy chẳng bay vô pi dương trời chẳng cho kli so muối không cho nó man không cho nó pi dương vô pi vô muối dương pra phal côn tới khư hai dương bay riệp rọp ban là thiệt tích têแต่บ่สนิทคลีจรานรับซับยังปอร์เนียมันออกเตจังยืงปลาบันซ้ำแต่รองจังยังคึงคลีเมียนจำรอคลีกับหอมหนึ่งคลีซอกันเมียนจำรอจังมันจังยังปลาพอลก้นในปีบันซ้ำให้จังเก็บครูประจำหลังเทียพอลก้นในปีบันซ้ำนั้นกานาเมียนคลีประเภทขอกเนี้ยเกจไปจะปลาให้ปลาพอลก้นในปีบันซ้ำให้chẳng chịu cá việc mẹ miền tập pía miền po khiêu po ấy chứ là họ đọc phò côn này bay à phò côn bay tua và phò côn bay cả ta cứ dương pra phò côn tiền chẳng là lấy dương square cả này ai square cả này sọp dương ai rồi pro ba cứ bỏ muối chạy đạp cứ hốc sập phị rồi chẳng pro ba để pra phò côn này bị bẩn xám ca na kỳ chập khí hay khí nó miền pop xem nia hay kỳ vô chạc nia kỳ vô pro bạp chập miền pop hòm phong li po xó trong mình chọn kỳ trời pra ca này sao mới trong mình chọn bị pra ấy pra phò côn nấy nấy bẩn xám chỉ mình khàn xốp ao côn